hòn chuột tới mất bà chuột mình cực về từ việc đặt project áp suất ná chỉ cần chụp đào nét trong thuộc cả cột đặc khu phố chuột đó lục ba nè mạ nè cru nâng trung nghiệp suốt đó nè tu sân chỉตีกรบดาวkhu phố nét trong chùa nón pan chụp à ខ្ញុំឈ្មោះម៉ាត់លីស៊ូអ៊ី ខ្ញុំម៉ាត់ឈ្មោះច័ន្ទចនពួកយើងជាសិស្សថ្នាក់ទី7កនៃសាលា Mickey Way Grand Beacon 1ដោយតែបានដឹងហើយបារីអេເລັກត្រូនិកកំពុងតែពេញនិយមចំពោះយុវជនកម្ពុជានិងពិភពលោកជួអ៊ីខ្ញុំមានសំណួរមួយសួរទៅកាន់អ្នកថាតើបារីអេເລັກត្រូនិកគឺជាអ្វីទៅ ចាំមិត្តបារីអេເລັກត្រូនិកគឺជាប្រភេទឧបករណ៍ម្យ៉ាងដែលប្រើប្រាស់សារធាតុរាវដែលហៅថា e-liquid ក្នុងនោះមានសារធាតុនីកូទីនយ៉ាងច្រើនដែលធ្វើឲ្យបំលែងទៅជាផ្សែងដែលយើងទាក់ទាញជាងបារីធម្មតាអរគុណសម្រាប់ចម្លើយមិត្តចនខ្ញុំមានសំណួរមួយសួរទៅកាន់អ្នកថាតើបារីអេເລັກត្រូនិកមានផលប៉ះពាល់អ្វីខ្លះទៅចំពោះយុវជននៅកម្ពុជាអរគុណមិត្តសម្រាប់សំណួរបារីអេເລັກត្រូនិកមានផលប៉ះពាល់ដល់មនុស្សដូចជាធ្វើឲ្យយើងក្អកហត់មានជំងឺសួតធ្ងន់ធ្ងរអ៊ីវ៉ាលីឆាប់ជាប់អាធិប៉ះពាល់ខួរក្បាលជាពិសេសនៅវ័យកុមារបារីអេເລັກត្រូនិកធ្វើឲ្យប៉ះពាល់អារម្មណ៍ក្នុងការសិក្សារៀនសូត្របារីអេເລັកត្រូនិកក៏មានគ្រោះថ្នាក់អាចផ្ទុះបង្កជារបួសដល់មនុស្សគ្រប់រូបបានដែរអ្វីដែលយើងគួរធ្វើនោះគឺកុំចាប់ផ្ដើមជក់បើយើងកំពុងជក់ត្រូវចូលស្វែងរកជំនួយពិគ្រោះជាមួយនឹងគ្រូពេទ្យជៀសវាងបារីអេເລັກត្រូនិកឬគ្រឿងញៀនដើម្បីសុខភាពរបស់យើងជីវិតរបស់យើងគ្រួសាររបស់យើងសង្គមជាតិប្រទេសជាតិឲ្យបានគង់វង្សយូរអង្វែងតទៅមុខចាអរគុណមិត្តសម្រាប់ចម្លើយជាខ្ញុំមានសំណួរមួយទៀតសួរទៅកាន់អ្នកថាតើបារីអេເລັກត្រូនិកមានគ្រឿងផ្សំអ្វីខ្លះទៅធ្វើឲ្យយុវជននៅកម្ពុជាចង់ដឹងចង់សាកអរគុណមិត្តសម្រាប់សំណួរបារីអេເລັກត្រូនិកមានសារធាតុញៀនជាច្រើនដូចជានីកូទីនច្រើនវាផ្សំឡើងពីជាតិនីកូទីនដូច្នេះហើយយុវជននៅកម្ពុជាយើងចង់សាកចង់ដឹងហើយណាមួយទៀតវាកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាចាអរគុណមិត្តសម្រាប់ចម្លើយបាទគឺខ្ញុំផលិតវីដេអូនេះឡើងក្នុងគោលបំណងដើម្បីជៀសវាងពីហានិភ័យកុំឲ្យធនធានមនុស្សជួបគ្រោះដោយសារតែបារីអេເລັກត្រូនិកហើយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូលោកប៉ាអ្នកម៉ាក់និងអ្នកទស្សនាទាំងអស់ដែលបានទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចប់បើបងប្អូនអ្នកគ្នាជិតវីដេអូនេះសូមជួយចុច like share និង comment ផងដែរសូមអរគុណ